tới chia về chia bờ rót dương chul chụp ba chương hai bong ốm miên nè khá miên ta bình đất ấy thấy có số đáp phải hay trong giấy về xa trong vì ở đó cầm rất bình đất bàn bình đất chạp đáp ta ở chul bà đó về chia chôn sao máy rồi chul bàแต่ខ្ញុំថា1%បើនៅសង្គមចរចាយើងនៅតែចរចាមិន1%យកឈ្នះដោយនេះទៀតបើន័យថាទ្វារមិនទាន់បិទតែបើសិនជាបិទយើងត្រូវតែច្បាប់ដូចជានៅ UN clause ចឹងដោយសារវាបិទគេបានលុបចោលប្រកាសគេលុបចោល MOU 2001ដែលជាយន្តការទ្វេភាគីតែមួយគត់ដែលបិទបើយកអានឹងមកចរចាគ្នាទៀតអានឹងយើងនៅចរចាផ្អែកលើអា2001តែឥឡូវគេលុបចោលអញ្ចឹងបានន័យថាវាបិទហើយទ្វារនឹងវា0%អញ្ចឹងយើងទៅផ្លូវច្បាប់ទៅការសម្របរួលដោយចាប់បង្ខំដើម្បីដោះស្រាយតាមតម្លាភាពនិងយុត្តិធម៌ឲ្យស្មើភាពគ្នានៅមុខច្បាប់អន្តរជាតិ UN clause ជាមួយគ្នានេះជាចំហរបស់រដ្ឋាភិបាលបាទបើគេមិនទាន់លុបអា2001យើងនៅតែចរចាយកអានឹងជាគោលការណ៍ដើម្បីដោះស្រាយតាមសន្តិវិធីព្រោះ20ឆ្នាំហើយ25ឆ្នាំទៅហើយបាទឥឡូវបិទហើយគឺយើងត្រូវតែដំណើរការនៅលើគោកវានៅមាន MOU 2000វានៅមានស្អីដែលយើងបានធ្វើ25ឆ្នាំនៅបន្តទៀតរឿងនេះមិនមែនមួយថ្ងៃចប់ទេរឿងរយៈពេលវែងវាពលាតពីភូមិភាគ4ទៅដល់ភូមិភាគ5ប្រមាណ100គីឡូការដោះស្រាយគឺជាការចាំបាច់ការខិតខំរបស់យើងនៅតែស្វែងរកការបញ្ចប់កុំឲ្យមានអ្នកពិការក្មេងកំព្រាខ្ញុំទៅជួបហើយនៅតាមមន្ទីរពេទ្យប្រពន្ធខ្ញុំគាត់ចោះទៅជួបគ្រប់ផ្ទះការលំបាកវេទនាធម្មតាទេគ្រួសារបែកបាក់លារហូតមិនស្រួលទេបើលាត្រឹមតែមកទៅ1ឆ្នាំ2ឆ្នាំមកវិញខ្លះទៅបេសកកម្មក្រៅប្រទេសទៅធ្វើការក្រៅប្រទេស4 5ឆ្នាំមកវិញរឿងមួយតែនេះលារហូតអ្នកខ្លះកូនខ្ចីអ្នកខ្លះទៅក្មេងនេះគឺជាការលះបង់ធំធេងណាស់របស់វីរៈកងទ័ពវីរៈនគរបាលជាតិវីរៈអាវុធហត្ថរបស់យើងរួមទាំងការលះបង់របស់គ្រួសារដែលគ្រប់គ្រងឲ្យប្តីសុខចិត្តការពារទឹកដីរបស់យើងតែក្នុងនាមជាមេដឹកនាំខ្ញុំជឿថាកម្ពុជា7-10លាននាក់គ្មានពីណាលុតជង្គង់កាត់ដីឲ្យគេទេ10-20ឆ្នាំទៀត30លាននាក់50លាននាក់ប្រជាជនយើងនឹងកើតគឺយើងចង់បានតែការពារទឹកដីស្របច្បាប់របស់យើងតាមវិធីសាស្ត្រហើយខ្ញុំជឿថាបើជំរឿសធំបំផុតគឺវិធីសាស្ត្រដែលមិនបង្ហូរឈាមដោះស្រាយទៅឲ្យបានយូរហើយរាជរដ្ឋាភិបាលបានស្ដាប់ឮគ្រួសារខ្ញុំចុះទៅជួបអតីតយុទ្ធជនជួបប្រពន្ធរបស់គាត់ជឿចាប់បាត់ប្តីរបស់គាត់ខឹងប៉ុន្តែសួរគាត់ថាចង់ឲ្យវាយគ្នាគាត់ថាអត់ចង់ទេអត់ចង់ឲ្យអ្នកផ្សេងប្រពន្ធអ្នកផ្សេងត្រូវឆ្លងកាត់ដូចគាត់ក៏អត់ចង់ឃើញកូនផ្សេងវាទៅខូចចិត្តដោយកូនគាត់ដែលបាត់ឪពុកតាំងពីក្មេងអញ្ចឹងនេះគឺជាការដោះស្រាយទឹកដីយើងត្រូវការពារតែយើងត្រូវការពារប្រជាជនយើងដែរយើងមិនមែនខ្លាចនោះទេតែបើសិនជាមានជំរឿសការពារក្រៅពីវាយគ្នាយើងនឹងជ្រើសឲ្យនោះហើយខ្ញុំបញ្ជាក់ម្ដងទៀតទោះបីជាការចរចាតាមផ្លូវច្បាប់ផ្លូវការទូតដើម្បីទាញមកវិញនៅសិទ្ធិស្របច្បាប់ដែលអធិបតេយ្យភាពស្របច្បាប់របស់យើងទោះបីជានៅសល់1%នៅក្នុងការដោះស្រាយតាមរយៈនេះក៏ដោយយើងត្រូវតែប្រកាន់យកចំហនេះឲ្យអស់លទ្ធភាពដើម្បីជៀសវាងការប្រកាន់